ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សទី12តាមរចនាបថអង្គរវត្តសង់លើផ្ទៃដីរាបស្មើទំហំ14ហិកតាដែលមានកំពែង3ជាន់ប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលាឃុំបេងមាលាស្រុកស្វាយលើខេត្តសៀមរាបនាទិសអាគ្នេយ៍នៃភ្នំគូលែនមានចម្ងាយ77គីឡូម៉ែត្រពីក្រុងសៀមរាបតាក់ទងទៅនឹងឈ្មោះប្រាសាទនេះវិញអ្នកខ្លះហៅថាប្រាសាទបឹងមាលាឯខ្លះទៀតហៅថាប្រាសាទបេងមាលាយើងមិនមានភស្តុតាងដាច់ណាត់កំណត់ឈ្មោះប្រាសាទនេះថាអ្វីឲ្យប្រកាសនោះឡើយត្បិតឈ្មោះដែលហៅមកនេះមិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះទេគឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកហៅតាមមាត់បន្តគ្នានាសម័យក្រោយៗមកដោយគ្មានសំណេរកត់ត្រាជាភាសាជាតិថាដូចម្ដេចនោះឡើយអ្នកស្រាវជ្រាវជាតិបារាំង Louis de la Porte មកដល់ប្រាសាទនេះនៅឆ្នាំ1880ក៏បានហៅប្រាសាទនេះថាបឹងមាលាដោយមានពន្យល់ពាក្យហៅថាបឹងផ្កាឈូកការពន្យល់នេះក៏ពិបាកយកជាការដែរលោកអឹមសុករិទ្ធីអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថាបើយើងអានកំណាព្យនិរាសនគរវត្តរបស់កវីអុកញ៉ាសុតន្តព្រៃជាអិននៅដើមសតវត្សទី20លោកហៅឈ្មោះប្រាសាទនេះថាបេងមាលាការហៅដូច្នេះអាចឲ្យយើងរកមូលហេតុមកពន្យល់បានខ្លះកាលពីជិត20ឆ្នាំមុនមានវត្តបុរាណមួយសាងក្នុងបរិវេណប្រាសាទមានឈ្មោះពេញថាវត្តព្រះកេតុមាលាវត្តនេះបានរើចេញមកសាងជាថ្មីនៅខាងលិចខាងក្រៅបរិវេណប្រាសាទវិញអ្នកស្រុកហៅវត្តនោះខ្លីថាវត្តមាលាបើមើលតាមកំណត់ត្រារបស់អ្នកស្រាវជ្រាវបារាំងនៅដើមសតវត្សទី20វត្តនេះមានក្នុងបរិវេណប្រាសាទយូរហើយបើមើលភស្តុតាងបុរាណវិទ្យាវិញក៏ឃើញមានខឿនអបអស្ថាគារនិងសេមាភ្លុះដែលជាសំណង់ព្រះពុទ្ធសាសនានៅសម័យកណ្ដាលដោយមិនដឹងប្រាសាទមានឈ្មោះដើមថាអ្វីនោះប្រជាជនក៏មានទំនោរហៅប្រាសាទតាមឈ្មោះវត្តនេះថាមាលាតគ្នារៀងមកករណីនេះមិនចម្លែកទេពីព្រោះយើងធ្លាប់ឮហៅឈ្មោះប្រាសាទតាមវត្តច្រើនមកហើយដូចជាប្រាសាទវត្តត្រាចប្រាសាទធ្នង់ប្រាសាទទេប្រណំប្រាសាទខ្នាតលក្ខដូច្នេះមាលាមិនមានន័យតាក់ទងនឹងផ្កាអ្វីទេប៉ុន្តែជាការតាក់ទងនឹងព្រះនាមរបស់ព្រះមហាក្សត្រមួយអង្គតាមលំនាំរឿងព្រេងព្រះកេតុមាលាដែលជារឿងដំណាលអំពីកំណើតនៃប្រាសាទនេះហេតុដូចម្ដេចបានមានភ្ជាប់នឹងពាក្យបេងទៅវិញលោកអឹមសុករិទ្ធីពន្យល់បន្ថែមថាមានផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីអង្គរមកកាន់តំបន់ខាងកើតចេញអំពីខ្សែត្រង់នៃភ្នំបាខែងកាត់តាមប្រាសាទបាតជុំចៅស្រីវិបុលបន្ទាយអំពិលនិងកាត់តាមខាងត្បូងប្រាសាទមាលានេះរួចឆ្ពោះទៅប្រាសាទបាកានហៅព្រះខ័ននៅកំពង់ស្វាយផ្លូវនេះអ្នកស្រុកអង្គរគិរីមេនុនវត្តត្រាចនិងតំបន់ជុំវិញប្រាសាទនេះហៅឈ្មោះថាផ្លូវបេងហេតុដូច្នេះវាទំនងថាការហៅឈ្មោះប្រាសាទភ្ជាប់ទៅនឹងផ្លូវដែលជាការចង់បង្ហាញថាប្រាសាទមាលានៅតាមបណ្ដោយផ្លូវបេងនោះឯងទោះជាយ៉ាងណាក៏ដោយយើងមានភស្តុតាងឈ្មោះជាភាសាជាតិដែលយ៉ាងហោចណាស់មានគេដឹងឮតាំងតែពីដើមសតវត្សទី20មកម្លេះដែលយើងគួរតែប្រកាន់យកតាមតទៅប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀមមានទ្រង់ទ្រីប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថាប្រាសាទបេងមាលាជាគំរូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្តប្រាសាទបេងមាលាមានគូទឹកព័ទ្ធជុំវិញមានបណ្ដោយប្រវែង1200ម៉ែត្រ
ទទឹង900ម៉ែត្រដែលជាតំណាងមហាសមុទ្រព័ទ្ធជុំវិញចក្រវាឡប៉ុន្តែតាមការស្រាវជ្រាវថ្មីដោយផ្អែកលើភស្តុតាងនៃការសិក្សាលើវិស័យបដិមាសាស្ត្រនៃប្រវត្តិសិល្បៈសំណង់ស្ថាបត្យកម្មព្រមទាំងសំណង់ប្រាសាទនៅផ្នែកខាងកើតនាំឲ្យអ្នកស្រាវជ្រាវយល់ថាប្រាសាទនេះទំនងជាស្ថាបនាក្រោយអង្គរវត្តនាភាគខាងចុងនៃសតវត្សទី12ពោលគឺសាងឡើងនៅចន្លោះសម័យសាងអង្គរវត្តនិងមុនសម័យសាងប្រាសាទបាយ័នប្រាសាទដេញមាលាមានហោត្រៃចំនួន4ធំ2នៅខាងក្រៅតូច2នៅខាងក្នុងហើយមានផ្តែរចំនួន180ដែលលម្អដោយភ្ញីផ្កានិងរំលេចដោយតួអង្គមនុស្សអាទិទេពរាហូលក្ខតាក់ទងនឹងរឿងទេវកថាជាច្រើនដូចជាកោសមុទ្រទឹកដោះរាមកេរ្តិ៍មហាភារតៈជាដើមប៉ុន្តែប្រាសាទនេះមិនមានសិលាចារឹកទេនៅឆ្នាំ1933លោកហ្សុកស៊ឺដេសបានស្រាវជ្រាវឃើញប្រអប់ថ្មរាង4ជ្រុងទ្រវែងស្ថិតក្បែរហោត្រៃធំនាទិសឦសានហើយបានសន្និដ្ឋានថាជាមជ្ឈុតម្កល់សពលុះដល់ឆ្នាំក្រោយៗមកទៀតលោកបណ្ឌិតមីសែលត្រាណេបានសន្និដ្ឋានតពីលោកហ្សុកស៊ឺដេសថាមជ្ឈុនោះជាកន្លែងតម្កល់សពរបស់ព្រះបាទសូរ្យវរ្ម័នទី2ចំណែកឯលោកសាស្ត្រាចារ្យអង្គជូលៀងមានយោបល់មិនស្របនឹងលោកបណ្ឌិតទាំងពីរទេបើតាមការសិក្សាកន្លងមកប្រអប់ថ្មរបៀបនេះគេប្រទះឃើញច្រើនដែលទំនងជាមានការពាក់ព័ន្ធនឹងការតម្កល់សាកសពដែរប៉ុន្តែមិនច្បាស់ថាតម្កល់សាកសពបុគ្គលណាម្នាក់ឡើយបន្ថែមពីនោះនៅជុំវិញប្រាសាទដេញមាលាក៏មានប្រាសាទជាច្រើនដូចជានៅខាងលិចមានប្រាសាទដូនច័ន្ទប្រាសាទកោះចិនហើយខាងកើតមានប្រាសាទកងភ្លុកនិងប្រាសាទជ្រៃចំណែកខាងកើតប្រាសាទធំមានសំណង់រក្សាទឹកធំមួយមានគ្រឹះប្រាសាទនៅចំកណ្ដាលដែលអ្នកស្រុកហៅថាវាលនទីឬវាលមន្ទីឬរហាលកន្លងមកប្រាសាទនេះបានទទួលរងនឹងការខូចខាតជាច្រើនកន្លែងតែបច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរាបានធ្វើការអភិរក្សនិងរៀបចំឡើងវិញនៅគំនរថ្មឲ្យមានសណ្ដាប់ធ្នាប់រៀបចំផ្លូវដើរនិងសង់ស្ពានឈើសម្រាប់ទេសចរងាយស្រួលក្នុងការទស្សនីយភាពផ្សេងៗនៃប្រាសាទទាំងមូលក្រៅពីនោះអាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់រៀបចំទេសភាពនៃប្រាសាទឲ្យមានភាពស្រស់ស្អាតឡើងវិញផងដែរដោយមានក្រុមការងារបានកាត់សម្អាតមែកឈើដកស្មៅជាប្រចាំជាពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារនិងជាសោភ័ណភាពសម្រាប់ប្រាង្គប្រាសាទទៀតផងបច្ចុប្បន្នប្រាសាទដេញមាលាក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិមកសិក្សានិងទស្សនាឆ្វេងយល់មានការកើនឡើងជាបន្តបន្ទាប់បើទោះជាតំបន់នេះនៅឆ្ងាយពីតំបន់ឧទ្យានអង្គរដែលជាបេតិកភណ្ឌនៃពិភពលោកដ៏ល្បីល្បាញក៏ដោយ